នៅគ្រប់ប្រទេសទូទាំងពិភពលោកនេះតែងតែមានពិធីបុណ្យនិងប្រពៃណីរៀងៗខ្លួនហើយពិធីបុណ្យខ្លះមានសភាពចម្លែកនិងខុសពីពិធីបុណ្យដទៃនៅក្នុងវីដេអូនេះយើងនឹងទៅស្វែងយល់អំពីពិធីបុណ្យទាំង10ដែលមានសភាពចម្លែកនិងគួរឲ្យភ្ញាក់ផ្អើលបំផុតទី10 Ghost Festival មាននៅក្នុងប្រទេសចិននិងតៃវ៉ាន់ហើយក៏បានសាយភាយដល់ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនផងដែររួមទាំងប្រទេសយើងផងដែរពិធីបុណ្យនេះគេធ្វើរៀងរាល់ខែ7តាមចន្ទគតិនៃប្រជាជនចិននិងតៃវ៉ាន់មានជំនឿថាទ្វារនរកនឹងបានបើកដែលអនុញ្ញាតឲ្យវិញ្ញាណទាំងអស់បានចេញមកហើយពួកគេបានដុតលុយនិងដាក់អាហារជាច្រើនសម្រាប់ការរាប់អាននិងដើម្បីកុំឲ្យវិញ្ញាណទាំងនោះមករំខានដល់ការរស់នៅហើយបានឲ្យពរជ័យឲ្យកូនចៅរស់នៅសុខសប្បាយទី9ពិធីបុណ្យ Fireworking Festival មកពីប្រទេស Fiji ពិធីបុណ្យនេះរៀងសាហាវជាងគេបន្តិចដោយសារតែពួកគេបានហ៊ានដើរនៅលើធ្យូងថ្មដែលពោរពេញដោយរងើកភ្លើងពួកគេធ្វើបែបនេះគឺដើម្បីបង្ហាញពីភាពក្លាហាននិងជំនឿដ៏មុតមាំរបស់ពួកគេអ្នកចូលរួមបានបួងសួងសុំពរព្រះហើយពួកគេអាចដើរលើភ្លើងដោយគ្មានភាពឈឺចាប់ទី8ពិធីបុណ្យ Borean Mud Festival ពិធីបុណ្យនេះគឺមាននៅក្នុងប្រទេសកូរ៉េខាងត្បូងមនុស្សមកលេងនៅឆ្នេរសមុទ្រមិនមែនដើម្បីហែលទឹកនោះទេគឺដើម្បីមកលេងភក់ពិធីបុណ្យនេះគឺមិនត្រឹមតែមានភាពសប្បាយរីករាយប៉ុណ្ណោះនោះទេថែមទាំងត្រូវបានគេជឿជាក់ថាភក់គឺមានប្រយោជន៍ដល់ស្បែកនិងសម្រស់ថែមទៀតផងទី7ពិធីបុណ្យ Thai Puson ពិធីបុណ្យនេះគឺមាននៅក្នុងប្រទេសម៉ាឡេស៊ីនិងឥណ្ឌានេះគឺជាពិធីបុណ្យសាសនាហិណ្ឌូដែលតម្រូវឲ្យអ្នកចូលរួមបង្ហាញជំនឿនិងការអត់ធ្មត់ខ្ពស់ពួកគេបានដោតក្រចកឬក៏ខ្សែដៃលើខ្លួនប្រាណដើម្បីជាការបូជានិងជាការបួងសួងដែលមើលទៅហាក់ដូចជាមានការឈឺចាប់ជាខ្លាំងប៉ុន្តែដោយសេចក្តីជំនឿពួកគេមិនខ្លាចនោះទេទី6ពិធីបុណ្យ Hakarakiyan Makasa ពិធីបុណ្យនេះគឺមាននៅក្នុងប្រទេសជប៉ុនបរិះបានពាក់សម្លៀកបំពាក់ខ្លីៗនិងអរទេសឈើដ៏ធំតាមដងផ្លូវយ៉ាងសកម្មពួកគេធ្វើនេះគឺដើម្បីសុំបួងសួងសុំសុខភាពល្អនិងសេចក្តីសុខសាន្តទី5ពិធីបុណ្យ Cheese Rolling វាមាននៅក្នុងប្រទេសអង់គ្លេសរឿងដែលមិននឹកស្មានដល់នោះគឺពួកគេរត់ដេញតាមដុំឈីសដែលរមៀចុះពីលើភ្នំពិធីបុណ្យនេះគឺបានទាក់ទាញមនុស្សជាច្រើនឲ្យចូលរួមដើម្បីរកប្រណាំងនឹងដើមគ្នាយកដុំឈីសដែលជាកាដូដ៏ធំនិងជារង្វាន់ដ៏ធំរបស់ពួកគេក្នុងការលេងនៅពិធីនេះទី4ពិធីបុណ្យ Day of the Dead វាមាននៅក្នុងប្រទេសមិចស៊ិកនៅក្នុងពិធីបុណ្យនេះគឺខុសពីការកាន់ទុក្ខធម្មតាក្រុមគ្រួសារនៅមិចស៊ិកបានរៀបចំតុបតែងផ្នូរដោយមានអាហារឆ្ងាញ់ផ្កានិងគ្រឿងអលង្ការដើម្បីទទួលស្វាគមន៍នៅវិញ្ញាណអ្នកស្លាប់ដែលពួកគេជឿថាបានត្រឡប់មកលេងក្រុមគ្រួសារនៅថ្ងៃនេះទី3ពិធីបុណ្យ Abhalia វាគឺជាពិធីបុណ្យនៅក្នុងប្រទេសស្កុតឡែនពិធីបុណ្យនេះគឺដើម្បីរំលឹកដល់ប្រវត្តិសាស្ត្រ Viking មនុស្សជាច្រើនបានស្លៀកពាក់ដូចជាទាហាន Viking ហើយនាំគ្នាដុតទូកដ៏ធំមួយដែលមានរាងដូចជានាគវាជាទិដ្ឋភាពដែលពោរពេញទៅដោយភ្លើងនិងបង្ហាញនូវភាពអស្ចារ្យជាខ្លាំងដល់ភាពអង់អាចនិងភាពក្លាហានរបស់ពួកគេទី2ពិធីបុណ្យ Famadihama ប្រជាជននៅម៉ាកាស្កាមានជំនឿដ៏ចម្លែកមួយគឺនៅរៀងរាល់7ឆ្នាំម្ដងពួកគេនឹងជីកភ្នូរយកសពអ្នកដែលបានស្លាប់មកវិញដើម្បីយកមកសម្អាតនិងរាំជាមួយនឹងសាច់ញាតិបងប្អូនរបស់ពួកគេហើយគេជឿថាការធ្វើបែបនេះគឺដើម្បីឲ្យវិញ្ញាណរបស់អ្នកស្លាប់អាចត្រឡប់មករីករាយជាមួយគ្រួសារម្ដងទៀតទី1ពិធីបុណ្យ La Tometi ឬក៏ពិធីបុណ្យប៉េងប៉ោះយ៉ាងទៅវាមាននៅក្នុងប្រទេសអេស្ប៉ាញមនុស្សរាប់លាននាក់បានប្រមូលផ្ដុំគ្នាដើម្បីបោះផ្លែប៉េងប៉ោះដាក់គ្នាទៅវិញទៅមកដែលធ្វើឲ្យផ្លូវទាំងមូលប្រែជាពណ៌ក្រហមដូចជាសមុទ្រប៉េងប៉ោះអញ្ចឹងពិធីបុណ្យនេះគឺជាពិធីបុណ្យដ៏សប្បាយរីករាយមួយដែលចាប់ផ្ដើមបង្កើតតាំងពីឆ្នាំ1945មកម្ល៉េះវីដេអូប្រមាណជា4ទៅ5នាទីដែលនិយាយអំពីពិធីបុណ្យដ៏ចម្លែកនៅទូទាំងពិភពលោកនេះក៏ដល់ទីបញ្ចប់ទៅហើយបើសិនជាពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយ like share subscribe អ្នកមួយផងអរគុណសម្រាប់ការទស្សនា Thank you for watching